ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យទៅទស្សនាអំពីការលក់ផ្លែឈើព្រៃរបស់បងប្អូននៅតាមដងផ្លូវទៅប្រាសាទអង្គរវត្តដោយដែលបងប្អូនទាំងអស់គ្នាបានដឹងហើយថាប្រសិនបើបងប្អូនទាំងអស់គ្នាធ្វើដំណើរតាមដងផ្លូវទៅកាន់ប្រាសាទអង្គរវត្តក្រៅពីបានទស្សនានៅសំណង់បុរាណដ៏អស្ចារ្យហើយលោកអ្នកក៏អាចជួបប្រទះនៅភាពសាមញ្ញនិងរសជាតិបែបជនបទខ្មែរតាមរយៈការសាកផ្លែឈើព្រៃដែលបងប្អូនអ្នកស្រុកអង្គរយកមកលក់នៅតាមដងផ្លូវផ្លែឈើទាំងនេះភាគច្រើនជាផលិតផលក្នុងស្រុកដែលប្រមូលបានពីធម្មជាតិនិងតំបន់ជនបទដូចជាផ្លែផ្ញៀវផ្លែព្រីងផ្លែមង្ឃុតមើមដំឡូងមើមត្រាវផ្លែឈើព្រៃតាមរដូវជាច្រើននិងផ្សិតធម្មជាតិជាច្រើនប្រភេទថែមទៀតផងហើយផ្លែឈើទាំងអស់នេះមានរសជាតិទាំងជូរផ្អែមនិងឈ្ងុយឆ្ងាញ់បង្កើតបានជាបទពិសោធន៍តូចមួយប៉ុន្តែមានអត្ថន័យសម្រាប់ការធ្វើដំណើររបស់បងប្អូនទាំងអស់គ្នាអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍គឺភាពរួសរាយរាក់ទាក់និងស្នាមញញឹមរបស់បងប្អូនអ្នកលក់ពួកគាត់មានភាពស្មោះត្រង់ក្នុងការលក់ដូរនិងកំណត់តម្លៃសមរម្យដែលធ្វើឲ្យភ្ញៀវអាចទិញបានដោយក្តីរីករាយនិងមានទំនុកចិត្តការជួយទិញផ្លែឈើក្នុងស្រុកមិនត្រឹមតែបានភ្លក់នៅរសជាតិធម្មជាតិប៉ុណ្ណោះទេប៉ុន្តែក៏ជាការចូលរួមគាំទ្រដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់និងជួយលើកស្ទួយផលិតផលខ្មែរថែមទៀតផងដូច្នេះប្រសិនបើបងប្អូនមានឱកាសធ្វើដំណើរទៅកាន់ប្រាសាទអង្គរវត្តសូមសាកឈប់មួយផ្លេតជជែកលេងជាមួយនឹងបងប្អូនអ្នកលក់ហើយភ្លក់ផ្លែឈើព្រៃក្នុងស្រុកមួយចំណែកព្រោះភាពទាក់ទាញនៅក្នុងខេត្តសៀមរាបមិនមែនមានត្រឹមតែប្រាសាទដ៏អស្ចារ្យទេប៉ុន្តែថែមទាំងស្ថិតនៅក្នុងរសជាតិស្នាមញញឹមនិងជីវិតសាមញ្ញរបស់បងប្អូនប្រជាជនខ្មែរផងដែរ